លោកអភិបាលស្រុកស្ទូងថាការចូលរួមរបស់យុវជនអាជ្ញាធរមូលដ្ឋានព្រះសង្ឃលោកអាចារ្យគណៈកម្មការនិងប្រជាពលរដ្ឋក្នុងការចូលរួមដាំដើមឈើជាចំណែកនៃការលើកកម្ពស់សោភ័ណភាពនិងបរិស្ថានលោកអភិបាលស្រុកស្ទូងបានឲ្យដឹងថាការចូលរួមរបស់យុវជនអាជ្ញាធរមូលដ្ឋានព្រះសង្ឃលោកអាចារ្យគណៈកម្មការនិងប្រជាពលរដ្ឋក្នុងការចូលរួមដាំដើមឈើជាចំណែកនៃការលើកកម្ពស់សោភ័ណភាពនិងបរិស្ថានលោកសាយកំឡុងបានថ្លែងដូចនេះនៅក្នុងពិធីដាំដើមឈើជាច្រើនរយដើមអំសងខាងផ្លូវចូលទៅកាន់វត្តទួលព្រះធាតុហៅវត្តផ្លងកាលពីព្រឹកថ្ងៃទី6ខែសីហាឆ្នាំ2026លោកសង្កត់ធ្ងន់ថាការដាំដើមឈើនៅថ្ងៃនេះគឺជាការបន្ថែមគម្របបៃតងជួយឲ្យតំបន់នេះមានខ្យល់អាកាសបរិសុទ្ធមានម្លប់ត្រជាក់និងកែលម្អទិដ្ឋភាពទូទៅឲ្យកាន់តែស្រស់បំព្រងព្រោះដើមឈើទាំងនេះបានចូលរួមនិងមានតួនាទីយ៉ាងសកម្មក្នុងការស្រូបយកឧស្ម័នកាបូនិកដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការឡើងកម្ដៅនៃបរិយាកាសសកលទន្ទឹមនឹងនេះគឺជាសកម្មភាពរួមគ្នាជាគំរូដ៏ល្អក្នុងការបណ្ដុះស្មារតីសាមគ្គីភាពនិងបង្កើនស្មារតីទទួលខុសត្រូវចំពោះបរិស្ថានក្នុងស្រទាប់មហាជនជាពិសេសសិស្សានុសិស្សនិងយុវជនលើសពីនេះលោកអភិបាលស្រុកស្ទូងបានជំរុញបន្ថែមទៀតគ្រប់ស្រទាប់មហាជនយុវសិស្សនិងពុទ្ធបរិស័ទចំណុះជើងវត្តត្រូវតែខិតខំរួបរวมសហការគ្នាក្នុងការថែរក្សាការពារនិងស្រោចទឹកឲ្យដុះលូតលាស់គង់វង្សជាស្មារតីម្ចាស់ការដើម្បីទុកជាសម្បត្តិរួមរហូតដល់ជំនាន់ក្រោយលើសពីនេះទៀតលោកសាយកំឡោមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អាយដាមថោចេស្តាប្រធានក្រុមការងារចូលមូលដ្ឋានស្រុកស្ទូងព្រមទាំងលោកផាំងវីប្រធានក្រុមការងារចូលមូលដ្ឋានឃុំទ្រាដែលបានកសាងផ្លូវថ្មីនិងប្រឡាយថ្មីភ្ជាប់ពីមូលដ្ឋានទៅកាន់វត្តទួលព្រះធាតុហៅវត្តផ្លងសម្រាប់ប្រជាពុទ្ធបរិស័ទធ្វើដំណើរទៅបំពេញបុណ្យនៅក្នុងវត្តអារាមប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សគួរបញ្ជាក់ផងដែរថាដើមឈើដែលដាំនៅក្នុងឱកាសនេះមានចំនួន485ដើមក្នុងនោះជាប្រភេទឈើធ្នង់កគីក្ងោកនិងដើមឈើហូបផ្លែនៅលើផ្លូវថ្មីប្រវែង1300ម៉ែត្រជាអំណោយរបស់អាយដាមថោចេស្តាប្រធានក្រុមការងារចូលមូលដ្ឋានស្រុកស្ទូង